ថ្ងៃនេះសូមមកឆានងមួយពងទាសាច់ជ្រូកម្ដងចាបងអូនអើយដូចជាខានហូបយូរដែរអញ្ចឹងហើយឆាតែម្ដងទៅបងអូនដោយសារតែខានហូបយូរមិនដឹងថាឆ្លោអីទៀតបងអូនអើយខ្លាចជាន់មកហូបគ្នាអញ្ចឹងហើយមានតែឃើញថាឆាអានោះនឹងទៅហើយយូរបានឆាហូបម្ដងអញ្ចឹងបងអូនអើយនិយាយពីថាឆ្ងាញ់អើយឆ្ងាញ់ហើយគ្រឿងផ្សំឆានោះរបស់នាងខ្ញុំមានអីច្រើនទេបងអូនអើយមានតែពងទា2គ្រាប់សាច់2000ហើយនឹងខ្ទឹមសនឹងស្លឹកខ្ទឹមអានោះនឹងឯងចាបងអូនតែប៉ុណ្ណេះបានមួយចានគ្រូមកអញ្ចឹងហើយកុំឲ្យខាត់ពេលយូរបងអូនតែឆានោះហូបជាមួយនាងខ្ញុំទាំងអស់គ្នាជាដំបូងខ្ញុំដាក់ខ្លាញ់ឲ្យបដៅខ្ទឹមដូចសពរដូងនឹងឯងហើយឆានោះនឹងដែរបងអូនអើយបើខ្ទឹមសវិញខ្ញុំដាក់ឡើងមួយកណើអីណោះតែសារនេះវាអស់ហើយជឿទៅទិញចឹងឲ្យដាក់ប៉ុណ្ណឹងទៅបងអូនអើយដាក់កាន់តែច្រើនកាន់តែឈ្ងុយឆ្ងាញ់ចឹងបងអូនខ្ទឹមសរួមខ្ញុំអត់តែឆាម្ដងចោះណាខ្ទឹមហ្នឹងឥឡូវបន្ទាប់ពីនាងខ្ញុំកូរខ្ទឹមឡើងក្រហមឈ្ងុយឈ្ងប់អស់ហើយក៏នាងខ្ញុំដាក់សាច់ចូលតាហើយសាច់នេះដែរតិចទេបងអូនដាក់2000ទេចាដោយសារតែខ្ញុំអត់ចង់ហូបសាច់ទេខ្ញុំចង់ហូបតែពងទាមួយអានោះទេគ្រាន់តែសាច់ហ្នឹងដាក់ដើម្បីយកជាតិចឹងបងអូនហើយក៏ដាក់ប៉ុណ្ណឹងទៅចាហើយក៏មានម្ហូបមួយមុខទៀតដែរចាអានេះជាម្ហូបដែរថាសគូអីទេគាត់ថាឲ្យបានតែ2មុខចឹងបងអូនយើងមួយមុខពេកវាពិបាកចឹងយើងធ្លាប់ហូប2មុខដល់ពេលមានមួយមុខចឹងទៅវាដាក់ថាអត់មានគ្នាអញ្ចឹងអីមកហូបអត់មានគ្នាដែរចិត្តនិយាយមកចានិយាយលេងទេបងអូនអើយនិយាយរួមត្រឡប់2មុខអីគឺ2មុខអីមកហូបនឹងតែត្រឡប់មួយមុខគឺមួយមុខអីអញ្ចឹងបងអូនឥឡូវចូលមើលឆានោះនេះខ្ញុំវិញបងអូនឥឡូវដល់វាដាក់ពងទាហើយចាហើយពងទានេះដែរនេះខ្ញុំដាក់2គ្រាប់ចាសម្រាប់បងអូនចង់ដាក់ពងទាច្រើនជាងហ្នឹងដាក់ទៀតទៅចាតាមចិត្តបងអូនដាក់តែចិត្តខ្ញុំដាក់តែ2គ្រាប់ទេចាដើម្បីឲ្យអស់លុយតិចអញ្ចឹងបងអូនដាក់ច្រើនអស់លុយច្រើននេះចាឥឡូវបន្ទាប់ពីដាក់ពងទាកូរច្បោះជាមួយគ្នាជាមួយសាច់ហ្នឹងឲ្យអស់ហើយរៀងក្រៀមបន្តិចហើយនេះខ្ញុំចាប់ផ្ដើមដាក់គ្រឿងក្រូវចូលចាគ្រឿងក្រូវនឹងខ្ញុំហ្នឹងគឺអត់មានអីច្រើនទេដដែលទេបងអូនទឹកប្រេងបន្តិចប៊ីចេងបន្តិចរ៉ូឌីបន្តិចស្ករបន្តិចទាំងឯងចាហើយយកជាតិដំណាំអស់ចាដាក់ប្រេងខ្យងក៏បានដែរបងអូនប៉ុន្តែខ្ញុំចាញ់ក្លិនប្រេងខ្យងឆានងអញ្ចឹងហើយនឹងខ្ញុំអត់ដាក់ទេដាក់តែប៉ុណ្្នឹងឯងចាបន្ទាប់ពីកូរសាច់គ្រឿងក្រូវឲ្យអស់ហើយក៏នឹងខ្ញុំចាប់ផ្ដើមដាក់អានងចូលចាបងអូនអើយហើយអានងយើងនឹងឆាប់ផុយទេបងអូនបន្ទាប់ពីខ្ញុំកូរច្បោះហើយក៏នឹងខ្ញុំថែមទឹកមកកន្លះកែវផងដែរចាដើម្បីយកទឹកដើម្បីស្រូបបាយឲ្យក្មេងៗនៅផ្ទះអញ្ចឹងបងអូនដោយសារតែយើងមានក្មេងអញ្ចឹងហើយត្រូវតែមានទឹកឆាគោមិនកើតដែរខ្ញុំមិនសូវចូលចិត្តគោកដែរហ្នឹងបងអូនអើយចូលចិត្តទឹកដែរហ្នឹងឆាទឹកវាឆ្ងាញ់អញ្ចឹងបងអូនអញ្ចឹងហើយនឹងខ្ញុំឆាដាក់ទឹកតែម្ដងទៅចាហើយអានងនេះដែរបងអូនអើយបងអូនមានអានងជ្រុងទៀតរត់តែឆ្ងាញ់ចាតែខ្ញុំយកអានងមកដោយសារតែអ្នកនោះគាត់អស់អញ្ចឹងថាអានងមូតែម្ដងទៅចាឆ្ងាញ់ដូចគ្នាទេពីមុខហ្នឹងបងអូនគាត់ថាអានងជ្រុងវាបានជប់អញ្ចឹងអានងមូនេះវាសូវជប់ទៅរៀងជ្រាយអញ្ចឹងបងអូនតែឆាឆ្ងាញ់ដូចគ្នាទេពីយើងដាក់ទឹកឲ្យទុក1ពុះនេះបងអូនអើយអានងរបស់នាងខ្ញុំក៏បានចិត្តរួចរាល់ផងដែរចាហើយក៏ដាក់លឹកខ្ទឹមជាលើកចង្ក្រោយរួចរាល់ហើយចាសម្លឆាអានងរបស់នាងខ្ញុំតំណឹងទេបងអូនអើយឡើងឈ្ងុយពេញផ្ទះហ្មងហើយផ្សេងឡើងជុកមកបានទឹកត្រីម្ទេសមកទៀតនិយាយថាបាយវិញដល់2 3ចានហើយចាធានាអញ្ចឹងហ្មងហើយអានងនេះដែរឆាកុំអុយផុយពេកណាបងអូនមកល្មមបានតែផុយពេកគឺដូចប្រយហើយយើងឆាជប់ឆ្ងាញ់អញ្ចឹងបងអូនអញ្ចឹងបានថាសម្រាប់បងដែលអត់តន់ចេះហូបឆាអានោះមួយពងទាសាច់ជ្រូកហ្នឹងគួរតែរៀនហូបសាថ្មីទៅបងអូនអើយខ្ញុំធានាថាបងអូនប្រកាសជាចេះហើយគឺញ៉ាំតែម្ដងចាឆ្ងាញ់ណាស់ពងទាឆាមួយអានោះសាច់ជ្រូកអញ្ចឹងបងអូនរៀនហូបសាថ្មីទៅជាមួយម្ទេសទឹកត្រីអីម្ទេសទៀតបងអូនអើយនិយាយថាបាយវិញទាំងចានតែម្ដងចាហ៊ានធានាឥឡូវវីដេអូឆារបស់នាងខ្ញុំគឺមានប៉ុណ្ណឹងដែរបងអូន